យោធាថៃប្រើ F-16 ទម្លាក់គ្រាប់បែកផ្ដាច់ស្ពានមេទឹកដែលជាជំនួយរបស់ចិនយោធាថៃនៅព្រឹកថ្ងៃទី13ធ្នូនេះកំពុងប្រើប្រាស់យន្តចម្បាំងហោះ F-16 ចំនួន2គ្រឿងទម្លាក់គ្រាប់បែកគោលដៅស្ពានជ័យជំនះហៅមេទឹកក្នុងភូមិសាស្ត្រថ្មដាស្រុកវាលវែងស្ពានជាគឺជាជំនួយរបស់រដ្ឋាភិបាលចិនមកកាន់ប្រទេសកម្ពុជាដើម្បីជំរុញផ្នែកសេដ្ឋកិច្ចអ្នកនាំពាក្យក្រសួងសាធារណការនៅម៉ោង 6:02 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់នៅម៉ោង 6:07 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ទៀតម៉ោង 6:12 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះស្ពានចាស់ចំនួន1គ្រាប់យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនលោកផនរឹមបានប្រាប់ CC Times ថាស្ពានមេទឹកនេះបានស្ថាបនាជាស្ពានបេតុងព្រែកុងត្រាំងដែលតភ្ជាប់ពីទ្រីម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឹកស្ថិតលើផ្លូវជាតិលេខ55ត្រង់គីឡូម៉ែត្រលេខ 169.400 មានប្រវែង180ម៉ែត្រទទឹង10ម៉ែត្រស្ពាននេះចែកចេញជា8ប្រឡោះដែលប្រឡោះនីមួយៗមានប្រវែង1មីលីម៉ែត្រស្ថាបនារួចក្នុងឆ្នាំ2018ដោយជាជំនួយរបស់រដ្ឋាភិបាលចិននិងសាងសង់ដោយក្រុមហ៊ុនចិន CRBC ស្ពាននេះមានចម្ងាយពីព្រំដែនប្រហែល 8.5 គីឡូម៉ែត្រគិតតាមចម្ងាយផ្លូវបត់បែននិងប្រហែល 5 គីឡូម៉ែត្រជាចម្ងាយត្រាំងពីព្រំដែនដែលជាច្រកងាយស្រួលតែមួយភ្ជាប់ទៅប្រជុំជនថ្មដាស្រុកវាលវែង